ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់រឿង Last Summer ភាគទី4តែមកនឹងជួយដល់រឿង admin សំប៉ាំងបងប្អូនដែលមិនទាន់បាន subscribe channel admin កុំភ្លេចជួយ like និង subscribe channel admin មួយផងដើម្បីជាការលើកទឹកចិត្តស្រីមុំសម្រាយរៀនហើយនៅដើមនៃភាគនេះសាច់រឿងក៏លេងបាក់ក្រោយកាលពី2ឆ្នាំមុនដូហាគេរៀបចំអ្វីបានរបស់គេចេញពីក្រុមហ៊ុនហើយក៏និយាយទូរស័ព្ទvớiប៉ារបស់គេបណ្ដាគាត់ចង់ដឹងកូនត្រឡប់ទៅលើកនេះមកវិញដែរអត់តែដូហាគេមិនតាន់ដឹងទេក៏តាន់មានផែនការបន្តហើយដូហាគេស្មុគក្នុងចិត្តខ្លាំងណាស់រដូវក្តៅលើកនេះមិនអាចមើលឃើញផ្កាយបានដោយសារតែមេឃអ៊ូអាពេកហើយក៏ធ្វើឲ្យគេធុញទ្រាន់ដោយសារតែគេមិនតាន់បានបញ្ចប់សង្គ្រាមលើកទី100ជាមួយនឹងហាយ៉ុងហើយនៅពេលដែលគេទៅដល់អាមេរិករយៈពេល1ឆ្នាំប៉ារបស់គេក៏ខល5ថាហាយ៉ុងនឹងចង់លក់ផ្ទះតែប៉ារបស់គេវិញមិនចង់លក់នោះទេតែដូហាគេថាបើសិនប៉ាជួបប្រកែកមួយនាងមិនល្អនោះទេទុកឲ្យខ្ញុំជាអ្នកចាត់ការជាមួយនាងវិញដូច្នេះហើយបានជាគេត្រឡប់មកប្រទេសកូរ៉េវិញចឹងនោះហើយពេលដែលគេត្រឡប់មកប្រទេសកូរ៉េនឹងក៏មានរឿងរ៉ាវជាច្រើនរវាងពួកគេទាំងពីររដូវក្តៅលើកនេះដូចជាក្តៅឆេះឈួលជាងមុនហើយគេមកលើកនេះក៏ត្រៀមខ្លួនឈឺចាប់រួចដែរហើយកាលពី2ឆ្នាំមុនហាយ៉ុងនឹងខឹងខ្លាំងណាស់ដោយសារតែដូហាបានលាក់បាំងការស្លាប់របស់បងប្រុសរបស់គេរយៈពេល2ឆ្នាំហើយគេតែងតែប្រើអ៊ីមែលរបស់ដូយ៉ុងឆាតមករកនាងហើយខលឆ្លើយឆ្លងគ្នាធម្មតាតែធ្វើឲ្យនាងខឹងដូហាខ្លាំងបែបនេះតែដូហាគេមិនប្រាប់ការពិតដោយសារតែគេមិនចង់ឲ្យនាងឈឺចាប់គេសុកចិត្តឲ្យនាងស្ដីបន្ទោសលេបការឈឺចាប់តែម្នាក់ឯងហើយនៅពេលបច្ចុប្បន្នដូហាគេឲ្យនាងចំណាយពេលរដូវក្តៅនេះខឹងគេហើយគេវិញចំណាយពេលរដូវក្តៅដើម្បីតាមស្រឡាញ់នាងហើយនាងក៏សួរបកចង់និយាយអីគេហ្នឹងហើយដូហាគេថានាងមិនអាចស្អប់អ្នកផ្សេងបាននោះទេនាងត្រូវតែស្អប់ខ្ញុំហើយខ្ញុំនឹងនៅក្បែរនាងព្រោះអ្វីដែលខ្ញុំចង់ធ្វើដូចគ្នាគេស្ដាយពេលវេលាដែលគេបានចាក់ចែងរយៈពេល2ឆ្នាំដែលមិនបានធ្វើអីទាំងអស់ហើយហាយ៉ុងគិតថាគេឈួតដៃតែដូហាគេអត់ខ្វល់ទេនាងចង់គិតមិនគិតទៅសំខាន់គេចង់ក្បែរនាងលុះដល់ស្អែកឡើងពេលគេភ្ជាប់ដែនខ្លួនមកឲ្យឃើញហាយ៉ុងទៅកណ្ដាលឲ្យគេមួយដែលនាងផ្ដាំផ្ញើឲ្យគេមើលថែស្រុកបាក់ហើយមិនដឹងមានអីគេខ្លាចតែលើមកកណ្ដាលពេញហ្មងហើយគេក៏សួរសុកបាក់តើម៉ាក់របស់ឯងនៅណាហើយអាស័យហាយ៉ុងរបស់យើងចេញពីផ្ទះសណ្ដែកដីហើយមិនដឹងថានាងទៅនៅណានៅណីទេទឹកឲ្យដូហាគេនៅកណ្ដាលម្នាក់ឯងចំណែកហាយ៉ុងនៅកន្លែងធ្វើការកំពុងតែសេពាក្យស្នើដូរគម្រោងហើយនាងក៏យកកណ្ដាលស្នើនោះទៅកាន់អ្នកគ្រប់គ្រងហើយគ្មានទេអ្នកគ្រប់គ្រងសេបន្ទោឲ្យនាង100ហើយនាងក៏លេះថាគម្រោងរបស់នាងធ្វើអត់តាន់ហើយតែគម្រោងច្រើនពេកជាន់គ្នាហើយអ្នកគ្រប់គ្រងចង់នាងថាគម្រោងនេះខាងអភិបាលក្រុងគាត់សម្រេចដល់ផ្ទាល់បើសិនជាឯងមិនចង់ធ្វើទេឯងលេខឈប់ពីការងារទៅហើយសំណាងដែរពេលហ្នឹងមិនអ្នកខលមកទៅគាត់ឈប់ស្ដីឲ្យនាងហើយហាចង់នៅតែសុំរកគាត់ទៀតតែគាត់ឲ្យនាងឈប់គិតទៅពេលនេះអភិបាលក្រុងចង់ជួបពួកគេបន្ទាប់មកពួកគេទាំងពីរក៏មកជួបលោកអភិបាលក្រុងហើយក៏ឃើញដូហាគេនៅទីនោះដែរហើយលោកអភិបាលក្រុងគាត់សប្បាយចិត្តដែលអ្នកបកកាយមកធ្វើការជាមួយគ្នាដូហាគេឈ្នះពេលរង្វាន់ស្ថាបត្យកម្មហើយហាយ៉ុងវិញគឺជាសិស្សបកកាយនៅផាថែនហើយអ្នកបកកាយមកជួសជុលសាលាផាថែនជាមួយគ្នាអញ្ចឹងពិតជាអស្ចារ្យខ្លាំងណាស់ហើយអ្នកស្រីចុងគាត់ក៏លើកជើងអភិបាលក្រុងដែរគម្រោងនឹងប្រហែលជាអាចជួយដល់ការផ្សព្វផ្សាយបោះឆ្នោតអាណត្តិក្រោយហើយអភិបាលក្រុងគាត់ជឿចិត្តទៅលើអ្នកទាំងពីរថែមទាំងលើកដៃជាកម្លាំងចិត្តឲ្យពួកគេទៀតហើយហាយ៉ុងក៏លើកដៃក្រោយគេតាំងចិត្តមិនចង់នឹងឯងហើយហាយ៉ុងនឹងចេញមកកញ្ញាញ់ខួរតែម្នាក់ឯងនៅខាងក្រៅដូហាគេឆ្លៀតមកឌឺដងឲ្យនាងទៀតតែនាងមិនចង់ឃើញគេទេឲ្យគេចេញឲ្យឆ្ងាយពីនាងតែដូហាក៏ឌឺថារយៈពេល3ថ្ងៃនឹងចេញពីផ្ទះត្រូវការអ្វីអាវ៉ាន់អីអត់ចាំខ្ញុំយកមកឲ្យហើយហាយ៉ុងមួយអ្នកផ្សេងលើសភាពរៀបសារតើមួយដូហាវិញនឹងថានៅកន្លែងទីសាធារណៈបើសិនចង់និយាយការងារអីរកកន្លែងផ្សេងនិយាយទៅបន្ទាប់មកពួកគេទាំងពីរក៏មកនិយាយការងារជាមួយគ្នានិយាយដូហាគេផ្ញើសារឲ្យនាងមើលហើយមិនដឹងថាជាសារការងារឬសាររឿងអីនោះទេបានជានាងមើលហើយនាងសុំចេញទៅក្រៅហើយដូហាគេចង់ឲ្យនាងធ្វើការតមុខគេហើយប្រឈមមុខជាមួយរំមកខ្លួនឯងលុះដល់យប់ឡើងហាយ៉ុងនាងផឹកនឹងស្ពឹងតឡែតែអ៊ីស៊ូលក៏បានមកសួរនន់តឯងកើតអីហើយផឹកស្ពឹងប៉ុណ្ណឹងហើយអ៊ីស៊ូលខត់អីក៏នាងមិនឈប់ផឹកដែរបន្ទាប់មកអ៊ីស៊ូលក៏គ្រាហាយ៉ុងត្រឡប់មកផ្ទះវិញហើយហាយ៉ុងពេលនាងបានធ្វើការប្រឈមមុខជាមួយដូហាអញ្ចឹងពួកអារម្មណ៍របស់នាងចាប់ផ្ដើមច្បងច្បល់ទាំងនៅផ្ទះទាំងកន្លែងការងាររបស់ខ្ញុំចាប់ផ្ដើមរញ៉ាយយាយខ្ញុំខ្លាចតែគេចាក់ចែងទៅតើខ្ញុំនៅតែម្នាក់ឯងដូចកាពីឆ្នាំមុនហើយអាដេកសោសស្ទុះឡើងធ្វើឲ្យអ៊ីស៊ូភ្នាក់សឹងស្លាប់ហើយនាងក៏ប្រកាច់ប្រកាន់តែម្នាក់ឯងស្ដីឲ្យដូហានាងថានាងមិនសុខចិត្តចោលគម្រោង12លានប៉ុណ្ណោះទេហើយចង់ធាក់ដូហាឯណាតែមកដួលឈឺខ្លួនឯងលេងលុះដល់ស្អែកឡើងហាយ៉ុងនាងមកញ៉ាំអីជាមួយនឹងអ៊ំអ្នកភូមិហើយគាត់ម្នាក់មិនអានសិតតែមិនធម្មតានោះទេសិតតែជើងខ្លាំងចំនួនចាស់ណាហើយនាងប្រមូលផ្ដុំពួកគាត់នឹងដោយសារតែនាងមកចង់ឲ្យស្ថាបត្យករខាងក្រៅគេមកកែលម្អសាលាផាថែនរបស់ពួកគេនោះទេចាំមើលតើអ៊ំគាត់យកព្រមជួយនាងដែរអត់តែក៏មិនតាន់ដឹងមិនដែរបើហាយ៉ុងនាំពួកគាត់មកញ៉ាំអីទិញទឹកចិត្តបាត់ឯហ្នឹងបន្ទាប់មកក៏ឃើញហាយ៉ុងមករៀបចំគម្រោងរបស់នាងចង់ឲ្យអ្នកភូមិគាត់ប្រឆាំងទាំងអស់ចាំមើលឈ្នះដូហាដែរអត់បើដូហានឹងកូនច
ចៅរបស់គេកំពុងតែប្រជុំពីគម្រោងនឹងដែរហើយក៏ឃើញហាយ៉ងនឹងខលមកតែម្ដងក៏ឲ្យកូនចៅរបស់គេស្ងាត់មាត់ហើយហាយ៉ងនឹងចង់ប្រជុំគម្រោងនៅថ្ងៃស្អែកកូនចៅរបស់គេខំលើកដៃជាសញ្ញាថាអត់ព្រមទេតែដូហាគេយកព្រមបាត់ទៅហើយដូហាក៏បញ្ញាឲ្យកូនចៅរបស់គេប្រមូលឯកសារសាលាក្រុងឲ្យគេហើយសាច់រឿងអាកាត់ដល់ស្អែកឡើងនៅកន្លែងប្រជុំវិញដូហាគេរៀបចំបានយ៉ាងលយហ្មងណាហើយចង់នឹងឃើញហើយក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរតែដូហាគេថារឿងលុយកាក់អីហ្នឹងហើយចង់នឹងមិនសូវមានទេទៅគេចាត់ការហើយដូហាគេក៏បាននិយាយពាក្យស្វាគមន៍ទៅកាន់អ្នកភូមិទាំងអស់គ្នាហើយមើលទៅពួកគាត់ស្រឡាញ់ពេញចិត្តដូហាខ្លាំងណាស់ម្នាក់គ្រាន់ដូហាហៅពីក្រុមពួកគាត់ភ្លាមមកតែដៃអបអសាទរហើយក៏មិនដឹងកម្មវិធីអីប្រកាសដែរនេះហើយយ៉ងក៏ទៅរើសការរើអីជាមួយអ្នកភូមិទាំងក្តៅចិត្តហើយអ៊ំស្រីម្នាក់ក៏ស្រែកឡើងថាអូយក្តៅខ្លាំងណាស់ដូហាក៏បានយកកង្ហានៅករបស់គេមកដាក់ឲ្យគាត់បន្ទាប់មកទាំងដូហានិងក្រុមការងាររបស់គេក៏បានយកទឹកជែកឲ្យអ្នកភូមិគ្រប់គ្នាហើយដូហាគេថាមិនក្តៅអញ្ចឹងឲ្យហើយយ៉ងនៅនិយាយពីបេម៉ាដើម្បីឲ្យជែកចិត្តទាំងអស់គ្នាហើយអ្នកភូមិក៏តែដៃអបអសាទរនាងដែរហើយតាមពិតទៅកម្មវិធីគេនឹងកម្មវិធីបនភូមិហើយយ៉ងអ្នកថារាល់ឆ្នាំពួកគេតែងតែបេះផ្កានឹងបិទធ្វើស្រែហើយពេលនិយាយដល់ផ្កាអញ្ចឹងដូហាគេក៏នឹកឃើញបទចម្រៀងដែលមានចំណងជើងថាផ្កាកលាប100តងហើយអ្នកភូមិក៏សុំឲ្យដូហាច្រៀងបទនឹងតែម្ដងណាហើយយ៉ងខំបកកាយថាឲ្យគេច្រៀងមិនគេមិនចេះច្រៀងទេតែគ្មានទេដូហាគេសុំយកកង្ហាធ្វើមីក្រូឯណាគេច្រៀងឲ្យអ្នកភូមិស្ដាប់សិតតែបទចម្រៀងស្នេហាអីណាអ្នកភូមិនឹងចូលតួមិនតែប៉ុណ្្នឹងទេពួកគាត់ខំបន្តជាមួយទៀតហើយគេមកធ្វើនិយាយសម្ដីផ្អែមចិត្តហើយយ៉ងតាមមើលដូហាគ្រប់ជំហានហ្មងគេធ្វើអីក៏បានដែរហើយកូនចៅរបស់គេប្រាប់ថាមេរបស់គេតែងតែបែបនេះទៅដល់ណាគេពេញចិត្តដល់ហ្នឹងហើយក៏តែគេដើរមកដល់នាងភ្លាមណាគេហៅគេទៅប្រជុំជាមួយគ្នាបន្ទាប់មកហាយ៉ងក៏នាំដូហាទៅជួបអ៊ំដែលនាងបានទិញទឹកចិត្តហើយពួកគេក៏ដាក់មកគ្នាលើអ៊ំម្នាក់គាត់ក៏ធ្វើខឹងតែម្ដងដល់គម្រោងនឹងត្រូវកាប់ដើមឈើចេញពីសាលាគាត់ពេញចិត្តទេហើយដូហាក៏បកស្រាយថាកន្លែងមើលផ្កាយមិនអាចទុកដើមឈើបានក៏មិនអ៊ំអ្នកភូមិអ្នកទេគាត់ខឹងគាត់មិនយល់ស្របក្នុងការកាប់ដើមឈើចោលនោះទេហើយពួកគាត់ក៏នាំគ្នាច្រៀងពីបទចម្រៀងស្រឡាញ់ព្រៃឈើស្រឡាញ់ភ្នំក៏ហើយគាត់ថាបទចម្រៀងមួយនេះជាបទចម្រៀងតំណាងឲ្យសាលាផាថែនហើយដូហាគេចង់បកស្រាយតែត្រូវហាយ៉ងនឹងនិយាយកាត់ហើយនាងថាគេមិនជនជាតិកូរ៉េទេគេជនជាតិអាមេរិកគេមិនដឹងពីអត្ថន័យបទចម្រៀងមួយនេះធ្វើឲ្យអ៊ំគាត់ខឹងតែម្ដងអ្នកមើលការត្រូវតែយកក្រុមហ៊ុនក្នុងស្រុកក្រុមហ៊ុននៅក្រៅប្រទេសនិយាយមិនដឹងរឿងគ្នាទេហើយក៏មិនដឹងពីប្រវត្តិភូមិរបស់ពួកគាត់ដែរហើយទោះបីជាដូហាគេចង់បកស្រាយបែបណាក៏ដោយក៏ពួកគាត់មិនស្ដាប់ដែរអ៊ំមេភូមិគាត់ឡើងរ៉េបយកហ្មងណាធ្វើឲ្យហាយ៉ងនោះវិញគេឡើងពេញចិត្តស្ដោកហើយអ្នកសិតនឹកក្នុងចិត្តលាសិនណាយដូហាហើយដូហាគេចង់បង្ហាញគម្រោងរបស់គេឲ្យពួកគាត់មើលក៏គាត់មិនយល់ព្រមដែរគាត់នាំគ្នាចេញទៅហើយក៏ស្ដីឲ្យហាយ៉ងដែលនាងនាំក្រុមហ៊ុនក្រៅប្រទេសមកចង់បំផ្លាញនៅក្នុងភូមិហើយហាយ៉ងអ្នកក៏ធ្វើសុំទៅពួកគាត់ហើយដូហាក៏ស្រែកឲ្យពួកគាត់រងចាំបន្តិចសិនមុននឹងគេមកដល់ទីនេះគេបានជួបជាមួយនឹងប្រធានសមាគមនារីហើយគេថែមទាំងបានស្រាដល់បាយពីក្នុងភូមិមកទៀតហើយស្រានឹងជាសារបាយប្រចាំផាថែនពួកគាត់មិនងាយបានញ៉ាំណាអ្នកខ្លះទៅចង់សាកអ្នកខ្លះទៅគិតថាខ្លាញ់ខ្លាយតែលោកអ៊ំអាវក្រហមក៏សុំភ្លក់តិចមើលពិតឬខ្លាយដឹងហើយស្រានឹងស្រាពិតរបស់គេនេះហើយដូហាគេមានពី3ដបក៏អញ្ជើញពួកគាត់ញ៉ាំបដាលនិយាយពីគម្រោងបដាលចាប់បាតផែនការបោះហាយ៉ងខ្លាចជាផែនស្កបាត់ទៅហើយហ្នឹងហើយហាយ៉ងមិនធ្វើអីបានទៀតមិនតែអង្គុយជានំជាមួយមីប្រធានក្រុមហើយនាងក៏សួរទៅអ្នកទាំងពីរឆ្លុះគ្នាមែនហើយហាយ៉ងនាងខាងដែលអ្នកមីងឲ្យស្រាទៅកាន់ដូហាហើយគាត់ថាការគ្រោះទៅចំនួនផ្កាក្រៀមត្រូវធ្វើស្រានឹងខូចអស់បានដូហានឹងងាយគេស្វាត់ស្វែងទៅភ័ក្រខាងជើងដើម្បីរកការឲ្យពួកគាត់ហើយអ៊ំប្រមាណអ្នកជាមួយនឹងដូហានឹងផឹកអស់នឹងច្រើនដបទៅហើយដូហាក៏លើកឡើងពីគម្រោងមើលផ្កាយនៅសាលាផាថែនដែលអាចតាក់ទាញភ្ញៀវទេសចរដ៏មានផលប្រយោជន៍ជាមួយនឹងភូមិដែរអញ្ចឹងអ៊ំនោះដូចជាទុនចិត្តហើយគាត់ទៅនឹកឃើញថាគេជាកូនរបស់ពូជីហូហើយជាក្មេងប្រុសម្នាក់តែងតែឡើងលើភ្នំពេលយប់ដើម្បីមើលផ្កាយហើយដូហាក៏ប្រាប់ថាគេគឺជាប្អូនប្រុសតាហើយពូក្នុងភូមិគាត់ក៏យកព្រមពីគម្រោងរបស់ដូហាតែលោកអ៊ំមេភូមិវិញគាត់មិនយកព្រមនោះទេមិនពីណាមកនិយាយការងារពេលផឹកសវឹងអញ្ចឹងនោះគាត់ដឹងថាដូហាបានស្រាវជ្រាវពីភូមិនោះយ៉ាងច្រើនតែគួរតែស្វែងយល់ពីប្រជាជនដែលរស់នៅក្នុងភូមិនេះផងហើយហាយ៉ងវិញជួយជានំមកគ្មានបានការអីទេបែកទាំងអស់ហើយនំដែលបែកហ្នឹងអ្នកក៏យកញ៉ាំតែខ្លួនឯងធ្វើឲ្យអ្នកមីងគាត់នឹកឃើញដល់ម៉ាក់របស់ហាយ៉ងឲ្យតែជានំបែកគាត់តែងតែយកមកញ៉ាំហើយម៉ាក់ហាយ៉ងគាត់បកកែគ្រប់រឿងតែរឿងធ្វើម្ហូបអីហ្នឹងក៏អត់បកកែនោះទេហើយរាល់កម្មវិធីនៅក្នុងភូមិម៉ាក់ហាយ៉ងក៏មិនដែលអវត្តមានដែរពេលនិយាយដល់ម៉ាក់ហាយ៉ងអញ្ចឹងក៏ធ្វើឲ្យនាងរៀងសែតដែរហ្នឹងណាចំណែកអ៊ំមេភូមិវិញគាត់ចង់សម្រេចចិត្តនៅពេលហ្នឹងតែម្ដងហើយគាត់បបួលគ្នារបស់គាត់ដឹងថាគាត់លេងកម្មវិធីអីទេហើយដូហាគេក៏យកព្រមលេងមួយពួកគាត់ដែរតែគេទៅរកពីណាគេមិនមកធ្វើក្រុមមកគេសិនបន្ទាប់មកគេក៏បួលហាយ៉ងទៅជាគ្នាជាមួយគេហើយស្មានតែពួកគាត់នៅគ្នាបោះឆ្នោតតែបែរជានៅគ្នាលេងហ្គេមយូរនោះរីទៅវិញហាយ៉ងនាងមិនឲ្យយកអនាគតភូមិទៅភ្នាល់នោះទេពេលនាងចេញទៅដូហាក៏ខាត់គេចង់ឲ្យនាងទទួលការយកព្រមពីអ្នកភូមិជាមួយគេហើយចាប់ដើមអ៊ំមេភូមិជាអ្នកបោហើយក៏ទទួលបាន
យូត4ក្រុមរបស់គាត់ឡើងសប្បាយអត់តែម្ដងដល់ពេលដល់វគ្គដូហាគេបោះវិញគេគ្មានបានសុំបីអីតែមួយគ្រាប់ធ្វើឲ្យអ៊ំអ្នកភូមិគាត់ឌឺដងឲ្យហាយ៉ងហ្មងណាចាំមើលហាយ៉ងយកឈ្នះគាត់បានដែរអត់នាងជាកូនជើងឯកអ្នកលេងយូតណាហើយមុននឹងហាយ៉ងនាងចាប់ដើមនាងសុំកស៊ូចង់សក់មួយសិនមកហើយនាងកស៊ូអ៊ំមេភូមិបើសិនជានាងឈ្នះហ្គេមមួយនេះតើគាត់នឹងជួយនាងមែនគាត់ធ្វើឲ្យដូហាគេនឹកឃើញកាលពីក្មេងនៅពេលដែលនាងនិយាយអញ្ចឹងតើនាងលេងមិនឈ្នះទេគឺនាងមិនកេងតែម្ដងតោះតែគេអនុញ្ញាតឲ្យនាងឈ្នះទៅនាងយកព្រមឲ្យគេកេងហើយដល់វគ្គដែលហាយ៉ងនាងបោះវិញម្ដងហើយនាងបោះទៅដូចជានាងចេះប្រើសិលមិនទេនាងនឹងឈ្នះអ៊ំមើលតែម្ដងហើយពួកគាត់អត់យល់ព្រមទេថាហាយ៉ងលេងបន្លំកតហើយមិនអីទេចាំហាយ៉ងលេងសាថ្មីក៏បានដែរហើយអេដមីនក៏មិនសូវយល់ដែរថាហ្គេមគេនឹងលេងល្មិចឃើញតែដើររហូតហើយក៏ដល់វគ្គអ៊ំមួយទៀតគាត់បោះហើយក៏សឹកផ្លុំបល័យផ្លុំអីខ្លាំងសម្បើមកម៉ែហើយហាយ៉ងនាងវេកទេដល់ដូហាជួយទប់តើតែពេលនាងតែឈ្នះដដែលហើយវគ្គនេះនាងឲ្យដូហាឈ្នះបោះវិញម្ដងហើយដូហាគេខំបោះឡើងភ័យតែមិនអីបោះគេឈ្នះទាំងអស់ហ្មងណាធ្វើឲ្យពេលអ្នកគេពិតជាសប្បាយអរខ្លាំងណាស់ហើយយ៉ងសប្បាយអត់ដឹងថាខ្លួនឯងកំពុងជួយដូហាបានកម្រងហើយដូហាគេឃើញហាយ៉ងសប្បាយអញ្ចឹងគេថាហាយ៉ងត្រឡប់មកវិញហើយក៏ធ្វើឲ្យនាងនឹកឃើញថានាងចាស់ត្រឡប់មកវិញដោយសារតែដូហាហើយនាងក៏មកអង្គុយឆ្ងល់ថាខ្លួនឯងកំពុងធ្វើអីហើយដូហាក៏មកបបួលនាងទៅផ្ទះក្រែងនាងត្រូវយកថៃប្លែតដែរហើយពេលត្រឡប់មកវិញនឹងដូហាគេឡើងសប្បាយចិត្តគេខានមកភូមិយូរហើយតែអ្នកភូមិនៅតែស្វាគមន៍គេហើយហាខ្ញុំក៏សួរដូហាយកចិត្តអ្នកភូមិនឹងតែមានកម្រងអីហើយដូហាគេថាគេមិនបានធ្វើអីផងមែនតែនាងតាលេងកែឈ្នះអ៊ំអ្នកភូមិហើយក៏ទទួលបានការយល់ព្រមពីពួកគាត់ហើយដូហាគេបន្តថាគេខានឃើញហាយកសប្បាយចិត្តយ៉ាងយូរហើយខ្លួនគេត្រឡប់មកផ្ទះរដងនាងតែងតែគិតថាគេមកបានរយៈពេល1ខែហើយត្រឡប់ទៅវិញតែនាងគ្រាន់តែជាការគិតរបស់នាងតែប៉ុណ្ណោះតាមពិតតើខ្ញុំចង់នៅក្បែរនាងឲ្យបានយូរហើយនាងក៏សួរបកវិញហេតុអីក៏លោកចង់នៅក្បែរខ្ញុំហើយគេក៏សួរបកវិញហេតុអីក៏នាងចង់ឃ្លាតឆ្ងាយពីខ្ញុំហើយហាយ៉ងនៅពេលដែលនាងឃើញដូហានាងតែងតែនឹកឃើញអ្វីដែលនាងចង់បំភ្លេចហើយដូហាគេគិតថានាងនឹកឃើញរឿងរ៉ាវកាលពីក្មេងរវាងពួកគេទាំង3ហើយនាងក៏គិតថាដូហាដូចនាងដែរតែងតែគិតឃើញដល់ដូយ៉ងតែដូហាគេអត់បានគិតអញ្ចឹងទេពេលដែលឃើញមុខនាងហើយគេតែងតែនឹកឃើញពេលដែលគេចាប់អារម្មណ៍ទៅលើនាងហើយពេលដែលហាយ៉ងនាងចូលមកដល់បន្ទប់នាងក៏យកថេប្លេតរបស់នាងហើយក៏បានបើកប្រអប់បដោពួកគេមើលរូបថតហើយពេលដូហាគេចូលមកគេថារូបថតទាំងអស់នឹងបងប្រុសរបស់គេបានយកតាមខ្លួនពេលដែលគេបានប្រើអ៊ីមែលបងប្រុសរបស់គេផ្ញើមកហាយ៉ងគេក៏បានឃើញថាបងប្រុសរបស់គេថតផ្កាយជាច្រើនហើយក៏មានផ្កាយត្រីកោណផងដែរហើយនាងក៏សួរថាលោកមិនអីទេមែនទេនៅពេលដែលនិយាយរឿងកាលពីក្មេងហើយដូហាគេថាគេត្រឡប់មកលើកនេះផ្ដោតអារម្មណ៍លើខ្លួនឯងតែប៉ុណ្ណោះនឹងធ្វើឲ្យអារម្មណ៍របស់ហាយ៉ងធូរស្រាលជាងមុនហើយនាងក៏សួរបញ្ជាក់តើលោកធ្វើទាំងអស់នោះដើម្បីខ្ញុំមែនអីហើយដូហាគេថាការឆ្នាំនោះម៉ាក់របស់ហាយ៉ងគាត់ឈឺហើយនាងរវល់មើលថែគាត់ហើយពេលនឹងដូយ៉ងក៏បាត់ខ្លួនគេមិនបានប្រាប់នៅនោះទេគេគិតថាបងប្រុសរបស់គេនៅតែមានជីវិតហើយនាងក៏សួរទាំងអន់ចិត្តនេះជាមូលហេតុដែលទាំងពីរបែកគ្នាមែនហើយដូហាគេធ្វើអញ្ចឹងដោយសារតែគេមិនចង់ឲ្យហាយ៉ងនឹងពិបាកចិត្តហើយនាងក៏កាន់តែអន់ចិត្តទៀតដែរដែលនាងជាមូលហេតុដែលធ្វើឲ្យដូហាកុហកហើយហាយ៉ងនឹងគិតថាពួកគេទាំងពីរជំរុញដាក់គ្នាធ្វើឲ្យពួកគេជ្រើសរើសផ្លូវខុសលុះដល់យប់ឡើងហាយ៉ងនឹងគេមិននោះទេក៏និយាយប្រាប់សូថាថ្ងៃនេះនាងបាននិយាយពីម៉ាក់របស់នាងថ្ងៃដំបូងហើយនាងក៏បន្តខ្លួនឯងដែលថ្ងៃនោះម៉ាក់របស់នាងខលទៅនាងមិនបានលើកហើយពេលត្រឡប់ទៅផ្ទះវិញក៏ខកជើងឡានក្រុងទៀតបើសិនជាខ្ញុំចេញទៅធ្វើការភ្លាមបន្ទាប់ពីម៉ាក់ខលមកបើហើយជាម៉ាក់របស់ខ្ញុំមិនកាត់អីនោះទេហើយតែមេរឿងឯកើតឡើងបើសិនជាខ្ញុំមិនមករនោះទៅសដៃដីហើយជួបជាមួយនឹងគ្រួសារបែងហើយក៏ធ្វើឲ្យនាងនឹកឃើញដូហាគេសួរនាងពេលបានឃើញគេហើយនាងមិននឹកឃើញអនុស្សាវរីយ៍ដែលនាងធ្លាប់ចូលចិត្តគេកាលនៅរដូវក្តៅមែនអត់ហើយនាងក៏មកអង្គុយផឹកសែតតែម្នាក់ឯងបើសិនជាពេលនោះនាងមិនបានប្រាប់ដូយ៉ងថានាងស្រឡាញ់ដូហាវានៅគ្មានរឿងចឹងកើតឡើងនោះទេលុះស្អែកឡើងក៏ឃើញហាយ៉ងនាងមកជួបមីតាវីនាងឈប់ប្តឹងផ្ដោរឿងទៅសដៃដៃទៀតដែរហើយក៏ឃើញដូហាគេមកដល់ទីនេះដែរហើយពួកគេក៏ភាសាគ្នាហាយ៉ងនឹងយកចំណែកផ្ទះរបស់នាង 50% ហើយដូហាគេថាផ្ទះឈើចាស់ហើយខូចអញ្ចឹងតើនាងគិតថាបានម៉ានហើយបានម៉ានក៏ហាយ៉ងនឹងទទួលយកដែរហើយជួសជុលខូចខាតបែបទៅចំនួនវិញចាំនាងចេញឲ្យផ្សេងហើយដូហាគេមិនឲ្យនាងចេញទៅងាយៗទេក៏តាមនាងទៅរកកន្លែងនិយាយគ្នាហើយដូហាក៏សួរហេតុអីក៏នាងចង់បោះបង់ផ្ទះសណ្ដែកដីហើយហាយ៉ងនឹងសុកចិត្តបោះបង់ផ្ទះនោះដោយសារតែនាងមិនចង់ឆ្លោះប្រកែកជាមួយនឹងដូហាដូចកូនក្មេងហើយដូហាគេមិនយល់ពីអ្វីដែលនាងគិតនោះទេតែហាយ៉ងនាងថានាងនៅតែស្ដីបន្ទោសដូហាជារៀងរហូតបន្ទាប់មកដូហាគេក៏មកធ្វើការរៀបចំលកែតរបស់គេតែគេមិនអាចប្រមូលអារម្មណ៍ធ្វើបានហើយគេក៏ទទួលសារពីហាយ៉ងដែលនាងរត់ដើមឈើដូចជងបានណៃហើយនាងក៏មានលីសពូមិនបញ្ជាក់ប្រាប់គេដែរគេមិនតែទៅនឹងកាន់នាងទៀតហើយគេក៏បន្តយកកុំព្យូទ័របោះបង់ប្រុសរបស់គេមកបើកមើលនាងក៏ផ្ញើអ៊ីមែលស្ដីបន្ទោសថាគេមិនចេះដូចយកនោះទេហើយសាច់រឿងក៏បង្ហាញបាក់ក្រោយពេលដូហាគេធ្វើការនៅឯអាមេរិកហើយហាយ៉ងខលតទូរស័ព្ទរបស់ដូយកហើយគេក៏បានលើកប្រឡងខ្លួនធ្វើបងប្រុសរបស់គេហើយពេលបច្ចុប្បន្នដូហាគេក៏មកសិប្បកម្មរបស់គេធ្វើនេះធ្វើនោះដើម្បីលំហែអារម្មណ៍ហើយក៏ឃើញដូហាគេខលទៅកាន់ហាយ៉ងហើយគេក៏មកទទួលនាងដល់កន្លែងធ្វើការហ្មងហាយ៉ងនាងព្រ
ព្រមឡើងឡាននោះទេតតែមានឡាននៅខាងក្រោយក៏ផ្លេពេកទៅនឹងយកព្រមឡើងឡានហើយរឿងកាកាតពេដូហាគេនាំនាងមកដល់កន្លែងមួយដែលកន្លែងហ្នឹងគេធ្វើបន្តដៃរបស់គេតែម្ដងហើយហាយងក៏សួរតើលោកកំពុងព្យាយាមធ្វើអីហើយដូហាគេចង់ឲ្យហាយងចូលរួមជាមួយគេនៅរដូវក្តៅនេះរហូតដល់ថ្ងៃទី31សីហាហើយបើសិនជានាងនៅជាមួយខ្ញុំហើយនៅតែមិនសប្បាយចិត្តខ្ញុំសន្យានឹងចាក់ចែងពីជីវិតរបស់នាងមកឲ្យនាងឃើញមុខទៀតទេហើយហាយងនាងមិនតាន់ឆ្លើយតបភ្លាមទេនាងសុំពេទ្យគិតសិនលុះស្អែកឡើងក៏ឃើញហាយងនាងចេះចូលផ្សាររកខោអាវរកអីគេដែរតាហើយថែមទាំងរកមើលគ្រឿងកោបអីទៀតហើយនាងដើរទៅក៏តាក់ភ្នែកជាមួយសភៅមួយហើយក៏ធ្វើឲ្យនាងនឹកឃើញដូហាគេនិយាយកាលពីយប់មិញគេថារដូវក្តៅបើសិនជានាងនៅជាមួយគេបើគាត់តែគ្មានសំណាងអាក្រក់នោះទេហើយបើសិនជានាងមានសំណាងអាក្រក់នាងក៏មិនឈឺចាប់ដែរកាលឯងមកមើលមេតាវីវិញរឿងក្តៅតែសណ្ដែកដែរគេឈប់ដឹងផ្ដោះគ្នាហើយហ្នឹងតែបែរជានៅគិតត្រេះរិះតែម្នាក់ឯងបន្ទាប់មកក៏ឃើញហាយងនៅមហាងមួយកន្លែងហើយនាងក៏បានជួបមេតាវីនៅទីនោះដែរហើយនាងឡើងឆ្ងល់មកហេតុអីក៏រឿងចាច់ដន់ខ្លាំងម្ល៉េះដែលពួកគេមកជួបគ្នានៅទីនេះហើយអ្វីដែលពួកគេហៅហ្នឹងគឺដូចគ្នាទៀតហ្នឹងហើយសូម្បីតែហៅសាច់បន្ថែមក៏ពួកគេហៅដូចគ្នាដែរតែម្ចាស់ហាងវិញគាត់នៅសល់តែ6ចង្កាក់ទេហើយពួកគេហៅសម្នាក់4ចង្កាក់ហើយចុងក្រោយទៅពួកគេទាំងពីរគឺអង្គុយញ៉ាំជាមួយគ្នានឹងឯងហើយចំណងចំណូលចិត្តពួកគេវិញរៀងស្តៀងគ្នានិយាយគ្នាទៅមកដល់ចូលធ្លុងគ្នាណែហើយក៏និយាយដល់ទីក្រុងសេអ៊ូលមេតាវីក៏សួរទៅនាងចូលចិត្តសេអ៊ូលដែរអត់ហើយហាយងនាងអត់ចូលចិត្តទេដោយសារតែសេអ៊ូលមនុស្សច្រើនពេកហើយថែមទាំងគ្មានផ្កាយទៀតហើយមេតាវីគេថានៅសេអ៊ូលក៏មានកន្លែងមើលផ្កាយស្អាតដែរបន្ទាប់មកក៏ឃើញមេតាវីនាំនាងមកការិយាល័យរបស់គេហើយថាកន្លែងគេនឹងគ្មានកន្លែងមើលផ្កាយនោះទេតែក៏អាចមើលភ្លើងពណ៌ពីលើនេះទៅបានហើយនាងក៏បានឃើញពាក្យសម្ងាត់ដែលគេរសេពីរឿងអីលើតុហើយមេតាវីគេថាគេតែងតែឈ្នះក្តីដោយសារតែគេរសេពាក្យសម្ងាត់របស់គេកន្លែងមកមើលអេស៊ូលវិញមកដល់ផ្ទះវិញអត់ឃើញហាយងហើយនាងខលទូរស័ព្ទទៅរកមិត្តភក្តិក៏មិនចូលទៀតហើយនាងខលទូរស័ព្ទទៅរកដូហាវិញម្ដងនៅផ្ទះដែរអត់ក្រែងលោហាយងត្រឡប់ទៅវិញដោយសារតែនាងតាក់ទងហាយងមួយថ្ងៃអត់បានហើយនាងខឹងដូហាទៀតដោយអត់មានបារម្ភពីហាយងសោះចំណែកហាយងវិញនៅប្រគួតគ្នារសេពាក្យកលឹះជាមួយមេតាវីហើយពេលណានាងក៏រសេពាក្យកលឹះពាក់ប៉ុនមួយម៉ាក់របស់នាងប៉ាបងនាងអត់ដឹងខ្លួនហើយនាងក៏សួរមេតាវីកំពុងតែធ្វើពីអីនាងដូហាមែនហើយបើនិយាយពីដូហាទៅហើយមេតាវីក៏សួរតើអ្នកទាំងពីរឈប់និយាយចូលគ្នាមែនទេហើយនាងមិនធ្លាប់សួរខ្ញុំមែនអត់ហេតុអីបានជាខ្ញុំជ្រើសយករឿងក្តីផ្ទះសដៃដៃដោយសារតែដូហាគេថាទោះបីជារឿងក្តីនេះចាញ់ក៏មិនឯងនោះដែរតែគេចង់ឲ្យខ្ញុំអូបន្លាយរឿងក្តីនេះរហូតចាប់រដូវក្តៅតែខ្ញុំយកព្រមទទួលយកដើម្បីរំសាយអារម្មណ៍បន្ទាប់មកមេតាវីក៏ជួយដំណើរហាយងថែមទាំងនិយាយរឿងក្តីជាមួយគ្នាទៀតហើយក៏ឃើញដូហាគេខលមកហាយងហើយមេតាវីគេចង់ឲ្យហាយងលើកទៅតែមិនចឹងទេគេផ្ញើសារមិនឈប់តែនាងមិនព្រមលើកទេអូទៅឃើញសាររបស់ដូហាពួកឲ្យនាងបញ្ញាចេញមកតែម្ដងហើយនៅពេលដែលនាងមកដល់ផ្ទះវិញឡើងភ្ញាក់ផ្អើលដោយសារតែឃើញដូហាគេរៀបចំផ្ទះរបស់នាងមានផ្កាយមានអីឡើងស្អាតហើយគេក៏បានយកដើមឈើជងថ្មីមកដាំជំនួសដើមឈើជងចាស់ហើយកន្លែងដំបងដែលខូចខាតនឹងគេក៏ជួសជុលរួចរាល់ហើយថែមទាំងបាត់រូបដោយពួកគេបានបាត់ជាមួយគ្នាកាលនៅពីក្មេងអញ្ចឹងហើយដូហាគេចេញមកក៏ធ្វើឲ្យនាងដាច់ចង្វាក់ហើយនាងក៏សួរនាំហើយដៃក៏ផ្ទះដៃភ្លើងហើយនាងចង់តែមើលចន់ក្រោមតែដូហាគេថាចន់ក្រោមងឹតខ្លាំងណាស់ហើយគេដាក់បែបបានញ៉ៃទៀតហើយគេក៏បបួលនាងឲ្យញ៉ាំម្លឹកជាមួយគ្នាតែហាយងនាងមិនព្រមទេក៏ចូលផ្ទះហើយនាងក៏បញ្ញាបើកមើលទូទឹកកកហើយដូយងឲ្យគេក៏មកប្រាប់ស្រារបស់ម៉ាក់នាងមែនខ្ញុំបានរសារទុកនៅទីនោះបន្តមកពួកគេក៏មកកន្លែងស្តុកនៅក្រៅផ្ទះហើយហាយងទេខំប្តឹងខាងអគ្គិសនីគ្មានដឹងយប់ដឹងថ្ងៃអីទេដល់ហួសហេតុពេកទៅដូហាក៏ដណ្ដើមទូរស័ព្ទពីនាងហើយនាងខឹងពេកក៏ធាក់ដូហាមកជើងធ្វើឲ្យគេទៅប៉ះស្រាម៉ាក់របស់នាងឡើងដួលតិចហើយសំណាងដែរនៅស្រាមកដល់វាអត់បែកនោះទេគ្រាន់តែកពុំតែប៉ុណ្ណោះហើយហាយងក៏ដណ្ដើមស្រានឹងហើយនឹងរផឹកក្អឹកហ្មងដូហាគេសុំផឹកដែរតែនាងមិនព្រមឲ្យផឹកនាងស្ដីឲ្យដូហាបានស្នាពីវិធានសមាគមស្រីឲ្យតាហេតុអីក៏មកដណ្ដើមរបស់ម៉ាក់នាងទៅទុកឲ្យនាងចុងក្រោយចឹងហើយដូហាគេមិនព្រមទេគេថាស្រានឹងម៉ាក់របស់នាងឲ្យនាងចែកជាមួយខ្ញុំតែហើយគេតារាងភ្នែកមួយហាយងទៅមកនឹងក៏ធ្វើឲ្យស្រាចាស់ពេញមុខរបស់គេហើយគេថានាងចាប់ផ្ដើមមុនទេណាគេចង់ចាក់នាងវិញតែមានទេពេលដែលហាយងនាងបើកភ្នែកមកវិញបងបាត់ដូហាទៅហើយដូហាគេយកសយោទឹកបាញ់នាងពីក្រោយនឹងឯងចាំមើលណាហ៊ានលេងខូចជាមួយនាងផងចាំមើលហាយងចិត្តការវិញណាហើយដូហាគេខំស្រែកហាយងហើយហាយងនៅខាងក្រោយនេះឯងនាងចាក់ទឹកដាក់គេពីផ្ទល់ហើយពួកគេទាំងពីរណាក៏បាញ់ទឹកដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយដោយពេលពួកគេនៅពីក្មេងអញ្ចឹងគ្មានខ្វាយខ្វល់អីទេលេងទឹកអញ្ចឹងដឹងតែសប្បាយហ្មងពេលឈប់លេងទឹកហាយងនាងក៏មកសង្ងួតសក់របស់នាងហើយពេលដែលបើបង្អួចទៅខ្យល់មករំផាយធ្វើឲ្យអារម្មណ៍នាងស្រស់ស្រាយខ្លាំងមែនទែនហើយនាងក៏ចុះមកអង្គុយមើលកូនឈើដែលទើបតែដាំហើយក៏មើលមេឃមើលផ្កាយអារម្មណ៍របស់នាងដូចជាស្រស់ស្រាយមួយយ៉ាងហើយតននាងអារម្មណ៍ល្អដូហាក៏មកកេមើលផ្កាយជាមួយនាងហើយគេថាពិតជាល្អខ្លាំងណាស់ផ្ទះចិត្តស្លាប់ទៅហើយបែរជាមករស់រៀនមានជីវិតឡើងវិញហើយហាយងនាងថាដូហាពិតជាអស្ចារ្យខ្លាំងណាស់ធ្វើឲ្យនាងផឹកស្រាដែលម៉ាក់របស់នាងត្រៀមទុកក្នុងទីមកការបស់នាងហើយឆ្លុះគ្នាជាមួយខ្ញុំពេញមួយយប់ហើយពេលនេះខ្ញុំក៏ទទួលបានចម្លើយរបស់ខ្ញុំដែរហើយហាយងនាងក៏យកព្រមនៅចិត្តដូ
ហាពួកអើគេរំភើបចិត្តខ្លាំងណាស់ហើយនាងថាកំភ្លេចណារំលងផុតមួយថ្ងៃហើយនាងថារដូវក្តៅនាងមិនដែលមានសំណាងទេហើយនៅក្បែរដូហាអញ្ចឹងក៏មិនប្រកាសដែរថានាងមានសំណាងមកវិញហើយដូហាគេថារដងគេនៅរយៈពេល21ថ្ងៃតែលើកនេះគេនៅឲ្យបាន80ថ្ងៃគេនឹងធ្វើអ្វីដែលគេអាចធ្វើបានហើយតាមពិតទៅផ្ទះពួកគេមិនដាច់ភ្លើងណាដូហាជាអ្នកផ្ដាច់ចរន្តអគ្គិសនីហើយខ្លួនគេនឹងធ្វើគ្រប់សពបែបយ៉ាងឲ្យហើយចង់ផ្លាស់ប្ដូរគំនិតហើយសាច់រឿងរបស់យើងក៏ស្លេះត្រឹមនេះចាំតាមដានទស្សនាជាមួយ admin នៅភាពបន្តទាំងអស់គ្នាណាអរគុណច្រើនបាយបាយ